បន្ទាប់ពីរៀបចំកម្មវិធីបើកសម្ពោធអូឡ িম্প ិកនៅលើទឹកទន្លេសាបជាមួយនឹងទស្សនីយភាពប្លែកល្អអស្ចារ្យមិនធ្លាប់មាននៅក្នុងប្រវត្តិអូឡ িম্প ិកដល់ពេលវេលាដែលបារាំងត្រូវបូកសរុបលទ្ធផលនៅក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតដណ្ដើមមេដាយអូឡ িম্প ិកនៅពីសប្តាហ៍មកនេះលោកទូនីអេស្តង់ហ្គេប្រធានគណៈកម្មាធិការរៀបចំអូឡ িম্প ិកប៉ារី2024បានចេញមុខអះអាងមុនគេពីភាពជោគជ័យរបស់ប្រទេសបារាំងនៅក្នុងការរៀបចំព្រឹត្តិការណ៍អូឡ িম্প ិកប៉ារីបើតាមអ្នករៀបចំរូបនេះទោះបីជាត្រូវរំខានដោយសារបញ្ហាអាកាសធាតុមិនអំណោយផលដូចជាភ្លៀងផ្គររន្ទះយ៉ាងណាក្តីក៏ប៉ុន្តែកម្មវិធីប្រកួតកីឡាអូឡ িম্প ិកដែលមានអត្តពលិកអន្តរជាតិចូលរួមជាង 1500 នាក់គឺបានប្រព្រឹត្តទៅដោយរលូននៅក្នុងបរិយាកាសដ៏រីករាយប្រជាប្រិយហើយនឹងបដិញ្ញាចិត្តខ្ពស់ពលគឺឆ្លើយតបទៅនឹងការទន្ទឹងចង់បានរបស់គណៈកម្មាធិការរៀបចំអូឡ িম্প ិកប៉ារីមានផលរមាស់តិចតួចប៉ុណ្ណោះដែលបានធ្វើឲ្យបារាំងមិនអាចធ្វើជាម្ចាស់ផ្ទះល្អឥតខ្ចោះនោះគឺបញ្ហាទឹកទន្លេសែនដែលជាប់សៅហ្មងទៅនឹងរឿងជាតិពុលនៅក្នុងទឹកទន្លេរហូតធ្វើឲ្យគេលើកពេលមិនអាចរៀបចំការប្រកួតការហែលទឹកនៅក្នុងទឹកទន្លេសែនហើយនឹងកីឡាទ្រីយ៉ាត់ឡុងតាមការគ្រោងទុកនៅពេលសប្តាហ៍នៃការប្រកួតកីឡាអូឡ িম্প ិកប៉ារីសប្បាយស្រស់ថ្លាក៏ប៉ុន្តែមិនមែនប៉ារីដែលគេបារម្ភខ្លាចថានឹងអាចកើតមានការវាយប្រហារភេរវកម្មបញ្ហាចរាចរណ៍កកស្ទះឬក៏មនុស្សប្រជិតគ្នានៅតាមមធ្យោបាយធ្វើដំណើរសាធារណៈការគំរាមកំហែងភេរវកម្មត្រូវបានគេដាក់បិទជិតនៅក្នុងដបជាមួយនឹងការពង្រាយប៉ូលីសទាហានប្រមាណ 35,000 នាក់នៅក្នុងមួយថ្ងៃនៅតាមផ្លូវជុំវិញកន្លែងប្រកួតបូកផ្សំទៅនឹងការរដ្ឋបិទវត្តមានយានយន្តប៉ារីបានក្លាយទៅជាទីក្រុងដ៏ស្ងប់ស្ងាត់សម្បូរទៅដោយអ្នកថ្មើរជើងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានកោតសរសើរស្នាដៃរបស់ប៉ូលីសហើយនិងភ្នាក់ងាររក្សាសន្តិសុខរួមទាំងអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់ដែលបានជួយឲ្យបារាំងទទួលជោគជ័យនៅក្នុងការរៀបចំព្រឹត្តិការណ៍អូឡ িম্প ិកដូចនេះក៏ប៉ុន្តែគេមិនភ្លេចគិតទេថាការលួចឆក់ប្លន់យ៉ាងហិង្សាបានកើនឡើងចំនួន 17% នៅក្បែរទីតាំងប្រកួតកីឡាអូឡ িম্প ិកនៅទីក្រុងប៉ារីបារាំងជោគជ័យបញ្ចេញស្នាដៃរបស់ខ្លួននៅក្នុងការរៀបចំព្រឹត្តិការណ៍អូឡ িম্প ិកក៏ប៉ុន្តែសួរថាតើបារាំងចំណេញឬក៏ខាតពីព្រោះថាខ្ទង់ចំណាយសម្រាប់អូឡ িম্প ិកគឺមានទំហំដល់ទៅជិត 11,000 លានអឺរ៉ូដែលនៅក្នុងនោះជាង 4,000 លានអឺរ៉ូចាយទៅលើការធានាសន្តិសុខហើយនិងចរាចរណ៍បើតាម website របស់គណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិគេលក់សម្បត្តិបានប្រមាណ 9 លាន 5 សែនសម្រាប់ការប្រកួតអូឡ িম্প ិក2សប្តាហ៍មកនេះតែប្រាក់ចំណូលបានមកពីការលក់សម្បត្តិនឹងអាចទូទាត់ជាមួយនឹងខ្ទង់ចំណាយជិត 4,000 លានអឺរ៉ូដែលរដ្ឋបារាំងត្រូវចំណាយសម្រាប់អូឡ িম্প ិកប៉ារីដែរទេបទពិសោធន៍កន្លងមកបានបង្ហាញថាកម្រនឹងមានប្រទេសម្ចាស់ផ្ទះរៀបចំអូឡ িম্প ិកណាទទួលបានប្រាក់ចំណេញពីការរៀបចំកីឡាអូឡ িম্প ិកណាលើកលែងតែទីក្រុង3ប៉ុណ្ណោះគឺ Los Angeles, Atlanta នៅសហរដ្ឋអាមេរិកហើយនិងទីក្រុង Sydney ដែលរួចខ្លួននៅក្នុងពេលរងចាំការបូកសរុបទូទាត់បញ្ជីនៅក្រៅចប់កម្មវិធីប្រកួតគេវិតម្លៃថាជាមួយនឹងការចំណាយដ៏ខ្ពស់បារាំងគឺពិបាកនឹងចំណេញឬក៏រួចខ្លួនក៏ប៉ុន្តែបារាំងគឺបានចំណេញខាងមុខមាត់មានគេឈ្មោះល្បីដែលថាបានរៀបចំព្រឹត្តិការណ៍អូឡ িম্প ិកដ៏ល្អពិសេសអស្ចារ្យមិនធ្លាប់មានសម្រាប់កម្មវិធីបិទនៅថ្ងៃអាទិត្យនេះបារាំងគ្រោងនឹងធ្វើកម្មវិធីមួយដែលរឹតតែល្អពិសេសថែមទៀតពីព្រោះនឹងអាចមានតារាអន្តរជាតិល្បីៗមកចូលរួមអ្នកទទួលរៀបចំកម្មវិធីសិល្បៈសម្រាប់អូឡ িম্প ិកប៉ារីបានបញ្ជាក់ឲ្យថាផ្ទុយពីកម្មវិធីបើកសម្ពោធដែលផ្ដោតច្រើនទៅលើគុណតម្លៃរបស់ប្រទេសបារាំងកម្មវិធីបិទនៅថ្ងៃអាទិត្យនឹងបង្ហាញលើគុណតម្លៃនៃស្មារតីកីឡាអូឡ িম্প ិកដូចជាការចែករំលែកគ្នានៅក្នុងពិភពលោកមួយដែលកំពុងតែផុយស្រួយ